យកខេសួស្តីអ្នកគ្នាជួបជាមួយខ្ញុំមកការៈ Channel ថ្មីរីឯពេលជនដែលកំពុងនិយាយក៏ថ្មីដូចគ្នាដែលវីដេអូមួយនេះដែរគឺខ្ញុំនឹងលើកយក app មួយដែលមានឈ្មោះថា Happy Mode ដែលកម្មវិធីមួយនេះភាគច្រើនខ្មែរយើងហៅថាក្បាលគោ Mode ក្បាលគោអីចឹងទៅកម្មវិធីមួយនេះគឺវាមានមុខងារបានពីរបែបផងដែរទីមួយនោះគឺថាវាអាច hack game ហើយមួយទៀតនោះគឺវាអាច down បានគ្រប់ game តែម្ដងយើងដឹងហើយថា Play Store យើងក៏អាច down game បានគ្រប់ game ដូចគ្នាប៉ុន្តែ game ខ្លះក៏យើងត្រូវការលុយចំណាយលុយដើម្បីបុកទិញវាផងដែរប៉ុន្តែសម្រាប់កម្មវិធីមួយនេះវិញគឺវាអាច down បានគ្រប់ game មិនថា game ដូចជា game Minecraft អ្នកគ្នាដឹងហើយ game Minecraft គឺយើងត្រូវការលុយទៅឲ្យយើង down បានលេងតែក្នុងកម្មវិធីមួយនេះគឺយើង down free តែម្ដងសម្រាប់អ្នកចង់លេង Minecraft វីដេអូមួយនេះគឺថាល្អសម្រាប់ពួកគាត់មែនទែនហើយលេង app មួយនេះគឺខ្ញុំបានដាក់ comment រួចហើយអញ្ចឹងបើសិនជាអ្នកចង់ down ក៏ចូលទៅ down ទៅប៉ុន្តែខ្ញុំគិតថាកម្មវិធីមួយនេះគឺខ្ញុំទៅតែបង្កើតវីដេអូឲ្យគេទេអញ្ចឹងប្រកាសជាអ្នកខ្លះទៅគាត់ដឹងហើយថាកម្មវិធីហ្នឹងគឺ down របៀបណារបៀបណីប៉ុន្តែវីដេអូនេះខ្ញុំគឺធ្វើសម្រាប់អ្នកដែលអត់ទាន់ដឹងតែម្ដងហើយជាចុងវីដេអូនេះគឺថាខ្ញុំគឺចង់ណែនាំហ្គេមខ្លះៗសម្រាប់អ្នកគ្នាដែលចង់ down យើងដឹងថាបច្ចុប្បន្នហ្នឹងគឺថាល្បីហ្គេម Free Fire Mobile PUBG ប៉ុន្តែមិនប្រកាសថាហ្គេមអស់ហ្នឹងគឺថាធ្វើយើងនឹងលេងបានរហូតទេពេលខ្លះទៅយើងក៏ធុញដែរហើយពេលដែលយើងធុញយើងក៏ជារងហ្គេមផ្សេងលេងប៉ុន្តែមិនដឹងថាលេងហ្គេមអីអញ្ចឹងខ្ញុំក៏លើកហ្គេមពីរមុខមកឲ្យអ្នកគ្នាតែម្ដងហើយហ្គេមពីរមុខនេះក៏ជាហ្គេមដែលខ្ញុំចូលចិត្តក៏ជាហ្គេមដែលល្បីផងដែរដែលហ្គេមទីមួយនោះមានឈ្មោះថា Limbo ហើយក្នុង Play Store ក៏ត្រូវការលុយបុកវាដែរដើម្បីលេងដោយហ្គេមមួយនេះគឺថានៅពេលដែលយើងលេងក៏វាជាហ្គេមមួយដែលមានឧបសគ្គយ៉ាប់យ៉ឺនផងដែរហើយឧបសគ្គនីមួយៗក៏មានច្រើនហើយក៏វែងដែរគឺដូចជាសាច់រឿងអញ្ចឹងហើយហ្គេមនេះក៏វាមិនពិបាកក្នុងការបញ្ជាអីទេគឺងាយស្រួលដែរទេហ្គេមមួយនេះហ្គេមមួយទៀតដែលខ្ញុំចង់លើកមកឲ្យគ្នាមើលគឺជាហ្គេមមួយដែលមានឈ្មោះថា Very Like Now ដែលហ្គេមមួយនេះក៏វាស្តៀងនឹងហ្គេម Limbo មិញដែរគ្រាន់តែថាវាគឺខុសគ្នាវាក៏ជាហ្គេមមួយដែលពេញនិយមលេងផងដែរឥឡូវនេះហើយវាគឺជាហ្គេមមួយដែលភាគច្រើនគឺជនបរទេសគឺចិត្តលេង live តាម pack អីចឹងទៅហ្គេមមួយនេះក៏ត្រូវការលុយដែរក្នុង Play Store ប៉ុន្តែបើយើង down ក្នុងកម្មវិធី Happy Mode គឺវា free ហើយហ្គេមមួយនេះឧបសគ្គវាក៏មិនបាច់ជាងហ្គេម Limbo ដែរចូលមកដំបូងគឺអត់ត្រូវបរៀននិយាយអីយើងទេគឺឲ្យយើងគឺដោះស្រាយខ្លួនឯងតែម្ដងនឹងឲ្យអ្នកគ្នាហើយវីដេអូខ្ញុំក៏ដល់ទីបញ្ចប់ផងដែរខ្ញុំគឺចែកលេខបានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកគ្នានឹងមើលហើយគឺពេញចិត្តប៉ុន្តែខ្ញុំគិតថាគឺភាគរយតិចណាស់ក្នុងការពេញចិត្តវីដេអូខ្ញុំប៉ុន្តែខ្ញុំក៏អរគុណអ្នកគ្នាសម្រាប់អ្នកដែលមើលវីដេអូខ្ញុំពីដើមរហូតដល់ចប់ជូនពរអ្នកគ្នាសុខភាពល្អមានសិរីសួស្តីក្នុងគ្រួសារ